លោកហ៊ុនសែនទទួលមេដឹកនាំវៀតណាមជំនួសស្ដេចចម្លើយងាយលោកហ៊ុនសែនចង់បានការជួបគ្នានឹងអញ្ចឹងខ្ញុំអត់ជឿថាបកូនណាឈឺទេខ្ញុំជឿថាហ៊ុនសែនប្រាប់បកូនណាថាហ៊ុនសែនត្រូវការជួបមេដឹកនាំវៀតណាមបកូនណាក៏ឈឺទៅបកូនណាអត់មានឈឺទេបកូនណាត្រូវតែឈឺពីព្រោះហ៊ុនសែនត្រូវការទីតាំងដូចពេលណាហ៊ុនសែនត្រូវការមីក្រូហ្វូនបកូនណាក៏អត់ឲ្យចាប់មីក្រូហ្វូនអញ្ចឹងអត់មានទេហើយចុះមិនបានហ៊ុនសែនត្រូវការជួបតូឡាំផ្ទាល់មិនទី1ហ៊ុនសែនជាមេបក CPP តូឡាំជាមេបកវៀតណាមចំណែកឯហ៊ុនសែនជាមេបក CPP ហ្នឹងទី1ករណីទី1ករណីទី2ហ៊ុនសែនចង់បង្ហាញខ្មែរទាំងអស់ឲ្យដឹងថាហ៊ុនសែនមិនមែនសៀមវាយប៉ោងខោទេគឺហ៊ុនសែននៅមាំណាអញ្ចឹងហ៊ុនសែនត្រូវជួបប្រតិភូនេះប្រតិភូនោះហ៊ុនសែនទទួលមេដឹកនាំប៉ាគីស្ថានអីគេថាហ៊ុនសែនកំពុងតែធ្វើខ្លួនឲ្យជាមេដឹកនាំប្រក្តីហ៊ុនសែនមិនបង្ហាញតែខ្លួនប៉ោងខោទេណាតែរឿងហ្នឹងវាលែកអត់ចិត្តវាលែកអត់ចិត្តអញ្ចឹងការដែលហ៊ុនសែនជួបតូឡាំទី1គឺបកនឹងបកទី2ការជួបគ្នានេះវាជាប្រជុំត្រីភាគីរបស់បងប្អូនឥណ្ឌូចិនអញ្ចឹងមេដឹកនាំ3នេះត្រូវនិយាយគ្នាហើយសូមកុំច្រឡំមេដឹកនាំយួនគឺជាមេទោះបីវាជួបគ្នានៅនឹងភ្នំពេញក៏ដោយជួបគ្នានៅវៀងច័ន្ទក៏ដោយជួបគ្នានៅវៀតណាមក៏ដោយហើយចំណាំមើលបើយួនវាចង់បដៅខ្មែរឲ្យធ្វើអីឬក៏យួនវាចង់បដៅឡាវឲ្យធ្វើអីវាមិនដែលហៅឡាវហើយនឹងខ្មែរឲ្យទៅប្រជុំនៅហាណូយទេយួនឆ្លាតណាស់បើវាចង់បញ្ជាឲ្យធ្វើអីឬក៏វាទាមទារឲ្យធ្វើអីវាមកដល់ផ្ទះវាមិនសូវហៅខ្មែរនឹងឡាវឲ្យទៅគាល់វានៅស្រុកវាទេវាមកដល់ផ្ទះពីព្រោះអីពីព្រោះបើសិនជាឡាវនឹងខ្មែរទៅជួបវានៅហាណូយភ្នែកទាំងអស់ត្រូវតាមមើលវាអត់ទេអញ្ចឹងវានឹងនិយាយស្អីនៅភ្នំពេញឬនិយាយអីនៅវៀងច័ន្ទដូចឧទាហរណ៍វាបង្កើត CLV វាអត់បង្កើត CLV នៅហាណូយទេវាបង្កើតនៅវៀងច័ន្ទនេះគឺជាស្នៀតដែលយួនវាប្រើរាល់តែដងអញ្ចឹងពេលនេះគឺបកូនណាត្រូវគេប្រាប់ឲ្យឈឺណាមួយបកូនណាគាត់ក៏គ្មានធុរៈអីជាមួយតូឡាំដែរតែគេឲ្យឈឺណាបានទេព្រោះកិច្ចការនេះកិច្ចការបកតែប៉ុណ្ណឹងចប់អត់មានអីធំដុំទេណាលោកតាបើកម្ពុជានៅតែរក្សាស្ងៀមស្ងាត់តើមានផលវិជ្ជមាននិងអវិជ្ជមានវាផលវាចេញមកហើយការដែលហ៊ុនសែនអត់ស៊ីត្រាវហ្នឹងផលបានល្អទៅណាល្អតែអត់បាញ់សៀមវារស់រឿងប៉ុណ្ណាក៏ដោយក៏វាមិនតាន់បាញ់គ្នាពីព្រោះអីពីព្រោះហ៊ុនសែនអត់ស៊ីត្រាវរឿងនេះហ៊ុនសែនដឹងហើយដឹងថាតែហ៊ានហាមាត់ត្រូវមិនហាមាត់ហ្នឹងល្អហើយចាំខ្ញុំប្រាប់ណាទោះបីខ្ញុំរិះគន់ក៏ដោយស្អីដែលហ៊ុនសែនធ្វើឈប់ស៊ីត្រាវនេះគឺល្អណាស់ស្អីដែលក្រសួងការបរទេសកិច្ចការព្រំដែនអីធ្វើហ្នឹងល្អណាស់មានន័យថាធ្វើអញ្ចឹងវាជៀសវាងសង្គ្រាមខ្ញុំគ្រប់គ្រងទី1ហ៊ុនសែនបិទប្រអប់គាត់ទៅគ្រប់គ្រងទី2ទៅតែស្ងាត់ស្ងៀមបើមិនស្ងាត់ស្ងៀមវារស់រឿងតវ៉ៃទេហើយអ្នកដែលទៀមមិនឲ្យស្ងាត់ស្ងៀមនោះធ្វើអត់មានដំណោះស្រាយទេដូច្នេះហើយសរុបមកខ្ញុំរិះគន់មែនប៉ុន្តែអ្វីដែលហ៊ុនសែនធ្វើនឹងល្អហើយបើមិនចង់បាញ់គ្នាទេគឺធ្វើនឹងល្អហើយ
đang chẳng ok lúc ta siêu phơi là nạ xe nút miền trong internet thế ở miền này ở miền này cọc riêng Mongolia nó nhầm ở sao đằng này nhầm ở sao đằng nàyประวัติศาสตร์ Mongolia นี่ខ្ញុំមិនដែលអានពីពួកអស់ហ្នឹងទេខ្ញុំអត់ដែលអានទេខ្ញុំគាត់ដឹងសើថាវាធ្លាប់មានអំណាចជាចក្រភពវិរាធបាទអីហ្នឹងតែប៉ុណ្្នឹងតែឲ្យខ្ញុំទៅដឹងរឿងវាហ្នឹងខ្ញុំអត់ដែលចាប់អារម្មណ៍រឿងវាខ្ញុំអត់ដឹងអញ្ចឹងដំបូងខ្ញុំរៀនប្រវត្តិសាស្ត្រខ្មែរអាស៊ីអាគ្នេយ៍បូកចិនមុនទើបចុងក្រោយហ្នឹងបូកឥណ្ឌាហើយប្រទេសឥណ្ឌានេះខ្ញុំមិនសូវរៀនទេខ្ញុំរៀនប្រទេសចិនច្រើនជាងប្រទេសឥណ្ឌាអញ្ចឹងអារឿងម៉ុងហ្គោលអីខ្ញុំមិនសូវដឹងទេអូខេហ្នឹងអញ្ចឹងរឿងតូឡាំមេដឹកនាំឡាវហ៊ុនសែននេះគឺគេជួបគ្នាទៅតាមមិត្តភាពពិសេសណាហើយទោះបីយួនវាជាចវាយហ៊ុនសែនមែនតែខ្ញុំគិតថាយួនវាសប្បាយចិត្តនៅពេលដែលហ៊ុនសែនត្រូវសៀមវាយពីព្រោះហ៊ុនសែនបានคล้ายទៅជាមនុស្សដែលយួនពិបាកបដៅដល់អញ្ចឹងទៅកាលណាមេឃើញយើងរៀងប្រហើនជួនកាលយួនវាមានល្បិចវាមួយវាអត់វាយខ្លួនឯងវាឲ្យគេវាយណាអូខេវាឲ្យគេវាយយួនចេះណាជួនកាលវាចង់ធ្វើបាបអ្នកណាវាឲ្យគេវាយនេះល្បិចយួនអញ្ចឹងយួនវាជ្រេញនឹងហ៊ុនសែនវាឲ្យសៀមវាយរឿងដែលគួរតាមដានគឺអញ្ចេះទេតើយួនវាអនុញ្ញាតឲ្យសៀមវាយយកខេត្តខ្មែរបានទេខ្ញុំនៅតែឆ្លើយថាមិនបានចុះបើសៀមយកសមុទ្របានអានឹងយួនឲ្យអា30000គីឡូម៉ែត្រកាឡាហ្នឹងយួនឲ្យតែបើវាយយកខេត្តបាទមិនព្រមទេពីព្រោះយួនមានផែនការចូលកាន់កាប់ប្រទេសកម្ពុជាជាលើកទី4លើកទី1ពីឆ្នាំ39ដល់54លើកទី2ពីឆ្នាំ60ដល់75លើកទី3 78ដល់91យួនវាត្រូវមកវិញលើកទី4អញ្ចឹងខ្ញុំគិតថាវាមិនឲ្យសៀមយកខេត្តខ្មែរទេអូខេអានឹងខ្ញុំគិតអញ្ចឹងតែបើសមុទ្រ30000គីឡូម៉ែត្រកាឡាយួនវាព្រមឲ្យស្រេចបើសៀមធ្វើម៉េចបានយួនវាអត់តបដែរណាតែរបស់មួយដែលខ្ញុំចង់ប្រាប់លោកហ៊ុនសែនថាទោះបីយ៉ាងណាក៏ដោយលោកហ៊ុនសែនដើរឆ្លងចំណុចដែលយួនទទួលលោកហ៊ុនសែនជាបរិវារយួនអត់ចូលចិត្តហ៊ុនសែនទៀតទេអានេះខ្ញុំពិនិត្យមើលទៅយួនលែងចូលចិត្តហ៊ុនសែនហើយយួនអត់ចូលចិត្តម៉ាណែតម៉ានិតម៉ានីទេអត់ចូលចិត្តទេមានន័យថាលោកហ៊ុនសែនមិនអាចធ្វើឲ្យក្រុងហាណូយណាមិនអាចធ្វើឲ្យក្រុងហាណូយទទួលស្គាល់ម៉ាណែតម៉ានិតម៉ានីទេចៅភាសាថាអញ្ចឹងគេជាអ្នកសម្រេចបាទចៅពិតហើយនេះជាការពិតវាអញ្ចឹងណាចៅimposter រៀនអង់គ្លេសឲ្យចេះសិនចៅអង់គ្លេសជាភាសាទី1ដ៏សំខាន់ណាអង់គ្លេសជាភាសាទី1ដ៏សំខាន់រៀនឲ្យចេះសិនកូនឲ្យចេះភាសាអង់គ្លេសសិនកូនណាកូនណាធ្វើម៉េចវៀងបន្ទិញវៀតណាមត្រូវការមេដឹកនាំដែលចេះរកស៊ីហើយចម្រើនដល់វៀតណាមផងដែរត្រឹមត្រូវកុំមកជីកព្រែកអីឯងស្រែកថាអត់ផឹកទឹកកែងដៃគេអីហ្នឹងគេតត់ចុយមកឥឡូវអាព្រែកជីកហ្នឹងចាញ់មកទៀតដែរអាមន្ត្រីក្រសួងសាធារណការមួយនោះគេចាញ់មកនិយាយនេះគេចាញ់មកនិយាយគេថាគេនៅដោះស្រាយនេះនោះអីបន្តិចទៀតគេនឹងគេ
cái năng trí trái ai năng pan là chụp lâu dài hướng ấy ọt phật tất cái đáy cái xiêm về cuộn yuan về cuộn hay yuan từ chẹn này về ọt cuộn thế nào vẫn tính yuan về ọt chè dọc đáy mà vay đây yuan về mà ao giờ này snit yuan cái ao tới là đáy với đôi tất amarat chứ nó nó nuôn chia nè này dây nuôn chia về này dây trai về thay yuan này từ chẹn nè còn đặt pa ta ná cọ ta nằng yuan ọt chè tẹtกับเลี้ยงọt chè vay ọt chè đan lên nè bà chặt đáy dương kịch đầy bà áo nó xong tập bạc luôn yuan cường chẳng hay yuan ọt châu chất mà nước châu thế mấy đất non yuan ọt chết châu thế chế bị sai men cha mẹ lên độc thọ ao ấy nó biên rồng von bị phục lục ấy tăng á ôn anh ọt tới dọc thế yuan á bệ yuan á sạch yuan này thà yuan cứ sạch cả yuan cứ sạch cả nè smáy parang nè smáy parang can cáp sọc yuan á từ sắc xa mơ ta sải yuan á tăng pi trong phơi lô đâu sải sầm phăng a co parangประมาณ nè sải yuan tăng pi sầm phăng yuan tăng pi trong phơi yuanผม pol parang ประมาณ nè à nè bác lan ơi parang bác lan tụm lẹ chua ơi parang พลุก lan งอ ประมาณ nè từ sắc xa mơ ok สมัยสงครามเวียดนามปี60ដល់75ណាការសម្ងាត់របស់អាមេរិកនៅវៀតណាមធ្លាយទាំងអស់អូអត់បានទេអត់បានតែហ្មងជាមួយយួនណាគឺតិចល្អោកតែចាប់ទៅណាក៏ទៅនឹងវាអត់ចូលចិត្តហ៊ុនសែនទៀតទេតោឡាំអីក៏គាត់មិនចូលចិត្តដែរបើអត់ចូលចិត្តទេហើយទៅថ្ងៃមុខនឹងស៊ីចិនពេញនឹងក៏មិនចូលចិត្តដែរក៏មិនចូលចិត្តហ៊ុនសែនដែរហើយស៊ីចិនពេញនឹងក៏មិនចូលចិត្តហ៊ុនម៉ាណែតដែរមិនបានអត់ចូលចិត្តណែមនុស្សស៊ីចិនពេញនេះបានទេលោកបានទេហើយមនុស្សតោឡាំនេះប៉លីសមែនប៉ុន្តែបានទេមើលមុខតាតោឡាំហ្នឹងដែរតោឡាំមិនមែនមនុស្សមួយសែនទេអត់បានទេតាណាអាហ្នឹងអញ្ចឹងចំណាំមើលអត់ស្គាល់ទេកាន់ម៉ូលីកាប្រែតអីកុំប្រែតកុំយកមកសួរតាអត់ស្គាល់ប្រែតទេកូនតាអត់មានស្គាល់អាប្រែតណាទេអីបក្រីកាច់អីសាក់មុខអីដូចចៅអីតាអត់ត្រូវការកុំសួរតាអត់ស្គាល់ទេអូខេកុំមកយកឈ្មោះប្រែតអីបក្រីកាច់អីមកសួរតាអញស្គាល់ទេអញអត់នៅក្នុងសាលាប្រែតទេវើយបើអាចឯងចូលចិត្តប្រែតទៅនៅជាមួយប្រែតតាប្រាប់ឯងត្រង់ឯងកុំមកនិយាយដល់អញអីហ្នឹងអី idol ឯងណាអញអត់មានត្រូវការទេបើឯងរៀនបកកាយឯងខំប្រឹងឯងទៅធ្វើវិស្វករអ្នកវិទ្យាសាស្ត្រអីអាហ្នឹងតាប្រសើរឯងមកអីបក្រីកាច់សាក់មុខដូចចៅអីក៏មកយកនិយាយមកឯងដេញចាញ់អត់ត្រូវការទេហ្នឹងចឹងរដ្ឋាភិបាលកំពុងតែតវ៉ាហើយតែវាមិនទាន់ចាញ់ផលណារដ្ឋអើយរឿងវាពិបាកវាមិនស្រួលទេ it's very difficult ណាវ៉ាន់ទិញអើយជនជាតិវៀតណាមគេសប្បាយចិត្តណាហើយឥឡូវនេះជប៉ុនវាកំពុងតែខាតផលិតកម្មវានៅកម្ពុជាហ្នឹងខ្វះបន្លាស់ខ្វះគ្រឿងហើយដឹកមិនតាន់វាខាតណាខាតសម្បើមជប៉ុនវាកំពុងតែខាត